បាទសួស្តីបងប្អូនគ្នាស្វាគមន៍មកកាន់ Channel គង់វិនអេករបស់ខ្ញុំបាទឥឡូវនេះអូកអេកបានអាប់ដេតថ្មីខ្ញុំនឹងធ្វើការនឹងធ្វើវីដេអូថ្មីបាទដើម្បីជួយអាប់ដេតជូនបងប្អូនវីដេអូនេះខ្ញុំនឹងប្រាប់បងប្អូនពីរបៀបនៃការ copy thread បងប្អូនណាបាទឲ្យបងប្អូនដឹងថាតើ copy thread របៀបម៉េចបាទអញ្ចឹងបងប្អូនបើសិនជាបងប្អូនថ្មីនៅក្នុងវិស័យនេះបាទអត់តមានគណនី OKX បងប្អូនកុំភ្លេចបាទregister តាម link ខាងក្រោមបាទឬមួយក៏មើលវីដេអូមួយនេះបងប្អូនណាបាទខ្ញុំនឹងដាក់ link នៅខាងក្រោមវីដេអូ description ជូនបងប្អូនហើយ link បងប្អូនត្រូវចុច link នេះ okx.pro join នេះបងប្អូនណាបាទខ្ញុំដាក់ link ជូនបងប្អូននៅខាងក្រោមវីដេអូហ្នឹងបងប្អូនបង្កើត register តាមវីដេអូហ្នឹងបងប្អូនទទួលបាន 20% rebate បងប្អូនណាបាទមិនថា copy thread spot ឬក៏ future ទេ special មែនតើបាទហើយនឹងមាន promotion ផ្សេងទៀតបងប្អូនណាបាទអូខេអញ្ចឹងដើម្បីធ្វើការ copy thread បានបងប្អូនត្រូវតែមានលុយយ៉ាងតិចបំផុត$100បងប្អូនណាបាទនេះបាទគឺមាន$100แล้วខ្ញុំមាន$150ខ្ញុំនឹងធ្វើការ copy thread $100ជូនបងប្អូនបាទអូខេអញ្ចឹងដំបូងបងប្អូនត្រូវធ្វើដូចម្ដេចយ៉ាអូខេដំបូងបងប្អូនត្រូវ transfer លុយ$100ចូលទៅកាន់ trading account សិនបងប្អូនណាបាទនេះឥឡូវលុយយើងនៅក្នុង funding អញ្ចឹងយើង transfer មក trading account មកហើយយើងចុចពាក្យថា transfer នេះបាទអូខេឥឡូវយើងចុច transfer នេះមកបាទខ្ញុំនឹងចង់ copy $100អញ្ចឹងបងប្អូនមានចាប់ពី$100ឡើង copy បានហើយបាទនេះ from funding account មក trading account បាទអញ្ចឹងយើងដាក់នេះ100មកបាទតោះមកយើងចុចពាក្យថា confirm yeah នេះ transfer បាទ successful ហើយយើង back ត្រឡប់មកវិញមកអូខេឥឡូវយើងបងប្អូនមកកលេចមើលនេះនៅនេះគឺយើងមាន100 USDT យើងមិនមើល$1នេះយើងមើល USDT នេះបាទយើងមាន100 USDT នេះយើងដាក់នេះមកនេះយើងមាន100 USDT ឯងឃើញហ្នឹងបងប្អូនបាទអញ្ចឹងយើងអាចធ្វើការ copy thread បានហើយបាទអញ្ចឹងដើម្បី copy thread បានបងប្អូនត្រូវតែចង់ copy ពីនរណាម្នាក់បងប្អូនណាបាទបងប្អូនអាច search ឈ្មោះគេមកបាទប៉ុន្តែបងប្អូនចង់ copy ពីខ្ញុំបងប្អូនត្រូវទទួលបាន link ពីខ្ញុំបាទនៅពេលបងប្អូនចង់ copy thread ពីខ្ញុំគឺខ្ញុំនឹងឲ្យ link ជូនបងប្អូនហើយអញ្ចឹងបងប្អូនជួយលើ link ហ្នឹងមកបាទបងប្អូនជួយលើ link ហ្នឹងមកវានឹងពេលដែលបងប្អូនជួយលើ link ហ្នឹងវានឹង link ម្ដងនេះតែម្ដងបងប្អូនឃើញទេបាទនេះវាដាក់ថានេះចុចឈ្មោះ KV Pro Trader ហ្នឹងបាទ copy បាទ copy with me នេះអញ្ចឹងបងប្អូនចុចខចុចវា copy ហ្នឹងមកពេលខ្ញុំឲ្យ link ហ្នឹងណាបាទចុច copy ហ្នឹងមកវានឹង link មកដល់កន្លែងនេះថែមទៀតបន្តមកទៀតវានឹងឲ្យបងប្អូនបញ្ចូលចំនួនទឹកប្រាក់អញ្ចឹងចំនួនទឹកប្រាក់បងប្អូនត្រូវតែ copy ច្រើនជាង100 USDT ឃើញអត់បងប្អូនបាទនេះធំឬស្មើ100 USDT អញ្ចឹងតិចបំផុត100 USDT ឬក៏លឺហ្នឹងបងប្អូនអាច copy បានអញ្ចឹងខ្ញុំសេលេខ100អញ្ចឹងមកហើយបងប្អូនសេពាក្យថា copy ហើយចុចពាក្យថា copy បន្តមកទៀតបងប្អូនចុចពាក្យថា copy នេះឃើញទេបងប្អូនបាទពេលនោះវាដាក់ថានេះ copy trader បាទមានន័យថាបងប្អូនបាន copy ជោគជ័យហើយបងប្អូនណាបាទអញ្ចឹងបន្ទាប់ពីបងប្អូន copy ជោគជ័យហើយបងប្អូនចុចកន្លែង view detail នេះមកបាទចុចលើ view detail នេះមកបងប្អូននឹងឃើញថានេះគឺបងប្អូនចូលទៅ copy ថ្មីហើយបងប្អូននេះឃើញទេtotal investment បងប្អូនគឺមានតែបងប្អូនបានចូល copy ហើយ ongoing position គឺមានន័យថាបងប្អូនខ្ញុំអត់ទាន់បើក position ទេអញ្ចឹងបងប្អូន copy ជាប់ហើយប៉ុន្តែ account មេអត់ទាន់បើក position មានន័យថាគឺ copy បងប្អូនដំណើរការគាត់ថាអត់ទាន់មាន position ទេដោយសារយើងខ្ញុំអត់ទាន់បានបើក position អូខេអញ្ចឹងវីដេអូនេះគឺបញ្ជាក់ថាបងប្អូន copy ជោគជ័យហើយឥឡូវទីឲ្យយើង back ត្រឡប់មកវិញសិនហើយយើងចង់ពេលយើង back ធម្មតាអញ្ចឹងបាទហើយយើងចង់មករកកន្លែង copy វិញតែយើងចុចយ៉ាងម៉េចបាទអញ្ចឹងបងប្អូនចុចកន្លែងប៊ូតុង thread នេះចុចកន្លែងប៊ូតុង thread ហ្នឹងមកបាទហើយបងប្អូនចុចទៀតបាទចុចទៀតមកវាចេញ option ទាំងអស់នេះហើយបងប្អូនយក option នេះវាមាន option ច្រើននេះបងប្អូនយក option board and copy ឃើញទេបងប្អូនបាទនេះយក option ហ្នឹងណាបាទចុចលើ board and copy មកតមកទៀតបងប្អូននេះនៅកន្លែងនេះបងប្អូនឃើញ my board នេះអត់បាទអញ្ចឹងអាសញ្ញាព្រួញតូចក្បែរ my board ហ្នឹងបងប្អូនចុចលេខហ្នឹងមកបាទបងប្អូនចុចលេខហ្នឹងមកវានឹងចេញ3ដែរចេញ3អញ្ចឹងណាអញ្ចឹងបងប្អូនយកពាក្យថា my copy ឃើញទេបងប្អូនបាទនេះយកពាក្យ my copy បាទនេះ my copy បងប្អូននឹងឃើញនេះឃើញទេបងប្អូននេះហើយបងប្អូនចុចសញ្ញាព្រួញតូចនេះបាទសញ្ញាព្រួញតូចនេះមកវានឹងមកដល់កន្លែង position ដែរបាទអញ្ចឹងគឺអត់ទាន់មាន position ទេបាទអញ្ចឹងវីដេអូហ្នឹងគឺខ្ញុំប្រាប់បងប្អូនហ្នឹងគឺបងប្អូន copy ជោគជ័យហើយនៅវីដេអូក្រោយខ្ញុំនឹងប្រាប់បងប្អូនពីរបៀបដកលុយនិងដាក់លុយថែមអញ្ចឹងទៅបងប្អូនណាបាទអូខេអរគុណច្រើនជួបគ្នាវីដេអូក្រោយអរគុណបាយបាយ